ការបែកធ្លាយរឿងសំរាំងស៊ីចុះកិច្ចព្រមព្រៀងជាមួយយួនជារឿងគួរឲ្យព្រឺក្បាលនៅថ្ងៃទី16ខែកុម្ភៈឆ្នាំ2017នេះទំព័រ Facebook សីហាបានបង្ហោះផ្សាយនៅអត្ថបទជាទស្សនវិភាគមួយក្រុមចំណងជើងថាការបែកធ្លាយរឿងសំរាំងស៊ីចុះកិច្ចព្រមព្រៀងជាមួយយួនជារឿងគួរឲ្យព្រឺក្បាល Facebook សីហាបានសរសេរថាគិតទៅអំពើអាក្រក់មិនបាច់រងចាំដល់ជាតិក្រោយទេវាអាចផ្ដល់ផលទាន់ហន់ក្នុងជាតិនេះតែម្ដងលោកសំរាំងស៊ីដែលធ្វើនយោបាយអត្តឃាតរហូតអស់ផ្លូវដើរហើយគ្មានជំរឿសអ្វីក្រៅពីប្រកាសលាលែងចេញពីតំណែងប្រធានបកសង្គ្រោះជាតិនោះគឺជាបាបកម្មរបស់គាត់ដែលបានសាងមេដឹកនាំបកប្រឆាំងរូបនេះដែលតែងតែនិយាយបំផុសប្រជាជនឲ្យស្អប់យួនពូកែលៀបពណ៌ឲ្យគេរឿងយួនតែទីបំផុតគឺខ្លួនឯងទេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់ជនជាតិយួនភាគតិចយួនដេហ្គាទាំងអស់ដែលរស់នៅភាគខាងជើងប្រទេសកម្ពុជាហើយសន្យាកាត់ដីក្នុងខេត្តមួយចំនួនឲ្យពួកគេរស់នៅទៀតផងព័ត៌មាននេះទើបតែបែកធ្លាយតាមរយៈកណនី Facebook ឈ្មោះសីហាដែលបានចុះផ្សាយរឿងនេះទាំងខ្លឹមសារនិងរូបភាពដែលមិនអាចប្រកែកបានរឿងអាស្រូវដ៏គួរឲ្យព្រឺក្បាលមួយនេះមិនអាចឲ្យពលរដ្ឋខ្មែរទទួលយកលោកសំរងស៊ីជាមេដឹកនាំបកប្រឆាំងមួយតទៅទៀតបានទេដូច្នេះការលាលែងពីតំណែងរបស់គាត់ជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសមកដល់ត្រឹមនេះខ្ញុំសូមវិភាគបន្តិចអំពីការលាលែងចេញពីតំណែងរបស់លោកសំរងស៊ីការលាលែងនេះគឺជាលទ្ធផលនៃនយោបាយអត្តឃាតដែលមេដឹកនាំបកប្រឆាំងរូបនេះតែងតែធ្វើជារៀងរហូតមកនរណាក៏ស្គាល់ដែរថាទាន់ដិតសំរងស៊ីជាមនុស្សដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រគ្មានទស្សនវិស័យវែងឆ្ងាយគឺធ្វើតែតាមអារម្មណ៍នឹកឃើញមួយថ្ងៃគិតតែពីបំផុសបំផុលឆ្កឹះឆ្កៀលចង់ឲ្យមានចលាចលសង្គមគាត់ដុតកម្ដៅនយោបាយឲ្យឆេះក្ដៅរហូតដោយមិនឲ្យអ្នកណាបានសុខឡើយដោយសារតែគំនិតអាក្រក់ជួជាតិនេះហើយបានជាលោកសំរងស៊ីជាប់បណ្ដឹងរាប់មិនអស់នៅតុលាការរហូតដល់រឿងខ្លួនមិនរួចពេលនៅក្រៅស្រុកគាត់គិតតែពីលោតរហូតជួនកាលលោតមិនដឹងទិសខ្យល់គាត់ត្រូវដួលបាក់ចង្កេះជាញឹកញាប់ទោះជាយ៉ាងនេះក៏ដោយក៏លោកសំរងស៊ីដែលប្រៀបបាននឹងសត្វមកមៀចមិនស្គាល់ភ្លើងនៅតែសប្បាយនឹងការធ្វើនយោបាយមិនដឹងខ្យល់របស់ខ្លួនតែរហូតទីបំផុតគាត់បានដឹកនាំគណៈបកសង្គ្រោះជាតិទៅដល់មាត់ជ្រោះមរណៈគាត់អស់ផ្លូវរឹងថ្គាមគ្មានជំរឿសក្រៅពីការប្រកាសលាលែងពីតំណែងជាប្រធានគណៈបកយ៉ាងអាម៉ាស់ពីព្រោះបើគាត់មិនលាលែងទេលោកសំរងស៊ីខ្លាចជាប់ឈ្មោះថាជាអ្នកបំផ្លាញគណៈបកសង្គ្រោះជាតិឲ្យរលាយដូចអំបិលត្រូវទឹកទោះជាគាត់លាលែងពីតំណែងយ៉ាងអាម៉ាស់បែបនេះក៏ដោយក៏អត់ទាន់ដិតសំរងស៊ីនៅឆ្លៀតកេងចំណេញពីការលាលែងពីតំណែងនេះដែរគាត់បានខិតខំប្រែក្លាយភាពអាម៉ាស់នេះដើម្បីតាក់ទាញសមានចិត្តអ្នកគាំទ្រផ្កាប់មុខមួយចំនួនរាប់ទាំងអ្នកវិភាគផ្កាប់មុខខ្លះផងដោយខំធ្វើឲ្យគេអាណិតអាសូរហើយចាត់ទុកការលាលែងយ៉ាងអាម៉ាស់នេះថាជាការលះបង់ទៅវិញតើលោកសំរងស៊ីឯណាទៅហ៊ានលះបង់តំណែងងាយបែបនេះគាត់ធ្វើនយោបាយដោយតាំងខ្លួនជាតួឯករហូតមកគ្មានអ្នកណាហ៊ានប្រឆាំងតវ៉ាទេបើអ្នកណាហ៊ានបញ្ចេញមតិរិះគន់លោកប្រធានអ្នកនោះច្បាស់ជានឹងត្រូវបណ្ដេញចេញពីបកហើយនឹងត្រូវគេលាបពណ៌ថាលក់ក្បាលឲ្យបកផ្សេងជាមិនខានទោះបីជាពេលនេះលោកសំរងស៊ីលាចេញពីតំណែងប្រធានបកសង្គ្រោះជាតិក៏គាត់មិនប្រកាសថាអាចសង្គ្រោះបកខ្លួនឯងឲ្យរស់រានមានជីវិតបាននោះដែរពីព្រោះអំពើអាក្រក់ដែលគាត់បានសាងមានច្រើនរាប់មិនអស់មានតែអ្នកផ្កាប់មុខមួយចំនួនប៉ុណ្ណោះដែលនៅតែជឿលោកសំរងស៊ីហើយនៅតែខំលាបក្រែមថែមម្សៅឲ្យលោកសំរងស៊ីពីភាពអាម៉ាស់មកជាភាពគួរឲ្យអាណិតអាសូរនោះក្រៅពីនោះគេបានមើលឃើញគ្រប់គ្នាថាគឺជាភាពទាល់ច្រករបស់លោកសំរងស៊ីយ៉ាងពិតប្រាកដដោយសារតែគាត់សាងអំពើអាក្រក់ច្រើនពេកជាក់ស្ដែងរឿងអាស្រូវក្បត់ជាតិមួយដែលទើបត្រូវបានគេទម្លាយតាម Facebook កាលពីថ្ងៃអាទិត្យគឺពាក់ព័ន្ធនឹងការខុបខិតជាមួយយួនទទួលស្គាល់ជនជាតិភាគតិចយួនថាជាជនជាតិខ្មែរហើយថែមទាំងអនុញ្ញាតឲ្យអ្នកទាំងអស់នោះរស់នៅលើទឹកដីខ្មែរដោយកាត់ដីខ្មែរឲ្យយួនថែមទៀតនេះឬអ្នកដែលអះអាងមិនដាច់ពីមាត់ថាស្អប់យួននោះ
រឿងអាស្រូវក្បត់ជាតិចុងក្រោយរបស់គាត់នេះបានធ្វើឲ្យគេនឹកឃើញដល់អតីតកាលរបស់គ្រួសារគាត់ដែលមិនខុសពីសុភាសិតខ្មែរបានចាស់ទុកថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែកនេះជាទណ្ឌកម្មរបស់ដូនតាខ្មែរដែលបានដាក់ទៅលើទណ្ឌិតសំរងស៊ីឲ្យជ្រុះពីតំណែងប្រធានគណៈបកប្រឆាំងដើម្បីកុំឲ្យគាត់មានឱកាសប្រព្រឹត្តអំពើក្បត់ជាតិដែលគាត់កំពុងធ្វើនេះតទៅទៀតបានឡើយដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម